សុខសន្តិភាពជាបូរេលក្ខខណ្ឌមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិសុខសន្តិភាពនៅតែជាបូរេលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានដែលនាំឲ្យមានការរីកចម្រើននៃសង្គមជាតិទាំងវិស័យពុទ្ធចក្រនិងអាណាចក្រនេះជាការថ្លែងរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនិងសមិទ្ធផលនានាក្នុងវត្តស្វាយពពែនាព្រឹកថ្ងៃទី9 ខែឧសភាឆ្នាំ2025សម្ដេចមហាបវរធិបតីមានប្រសាសន៍បន្ថែមទៀតថាចំនួនវត្តអារាមព្រះពុទ្ធសាសនានិងព្រះសង្ឃទូទាំងប្រទេសមានការកើនឡើងជាលំដាប់ដែលនេះបានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាកត្តាសុខសន្តិភាពនៅតែជាបូរេលក្ខខណ្ឌដ៏ចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូបកត្តាសន្តិភាពមិនត្រឹមតែបង្កលក្ខណៈដល់ការអភិវឌ្ឍសម្រាប់ជាតិប៉ុណ្ណោះទេប៉ុន្តែបានផ្ដល់នូវកាលានុវត្តភាពគ្រប់គ្រាន់សម្រាប់សាសនិកគ្រប់សាសនាក្នុងការរៀបចំសាសនពិធីនិងសកម្មភាពសាសនារបស់ខ្លួនចំនួនវត្តអារាមព្រះពុទ្ធសាសនានិងចំនួនព្រះសង្ឃនៅទូទាំងប្រទេសមានការកើនឡើងជាលំដាប់នេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាកត្តាសុខសន្តិភាពនៅតែជាបូរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូបកត្តាសុខសន្តិភាពមិនត្រឹមតែបង្កលក្ខណៈដល់ការវិវត្តជាតិប៉ុណ្ណោះទេប៉ុន្តែផ្ដល់នូវកាលានុវត្តភាពនិងលទ្ធភាពគ្រប់គ្រាន់សម្រាប់សាសនិកគ្រប់សាសនានៅក្នុងការរៀបចំសាសនពិធីនិងសកម្មភាពសាសនារបស់ខ្លួនហើយនេះគឺជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការពិវត្តជាតិជាពិសេសជួយបណ្ដុះបណ្ដាលស្មារតីគុណធម៌សីលធម៌សុជីវធម៌ដល់មនុស្សនៅក្នុងសង្គមដែលធ្វើឲ្យសង្គមមានការរីកចម្រើនឡើងប្រសើររាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដឹកនាំបន្តពីរាជរដ្ឋាភិបាលអាណត្តិមុននៅតែបន្តផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យមូលធនមនុស្សតាមរយៈការបណ្ដុះបណ្ដាលនិងការអប់រំសម្ដៅធ្វើយ៉ាងណាឲ្យសាមណសិស្សនិស្សិតទទួលបានចំណេះដឹងទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រទើបអាចអភិរក្សនិងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឲ្យគង់វង្សទៅបាននិងចូលរួមចំណែកសម្រាប់ការអភិវឌ្ឍសង្គមជាតិមិនតែប៉ុណ្ណោះការអប់រំត្រូវបានចាត់ទុកជាកត្តាកំណត់ដ៏សំខាន់នៃសុខុមាលភាពសេដ្ឋកិច្ចនិងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈយន្តការចំនួន3គឺទី1ការអប់រំបង្កើនមូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបទី2ការអប់រំបង្កើនសមត្ថភាពក្នុងការធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ចនិងទី3ការអប់រំជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យានិងចំណេះដឹងថ្មីដូច្នេះសាមណសិស្សសាមណនិស្សិតត្រូវយកបច្ច័យយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សាដើម្បីទទួលបានចំណេះដឹងច្បាស់លាស់ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រទើបអាចអភិរក្សនិងអភិវឌ្ឍវិស័យពុទ្ធសាសនាឲ្យបានគង់វង្សនិងរីកចម្រើនទៅបានការអប់រំនៅក្នុងពុទ្ធកសិកវិទ្យាល័យនេះមិនមែនគ្រាន់តែជាសសរស្តម្ភដ៏រឹងមាំរបស់ពុទ្ធសាសនាប៉ុណ្ណោះទេក៏ប៉ុន្តែជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការចូលរួមចំណែកដល់ការកសាងមូលធនមនុស្សសម្រាប់ការអភិវឌ្ឍសង្គមជាតិក្នុងកលៈទេសៈដែលមនុស្សរស់នៅក្នុងនៅមានស្មារតីក្បត់បទដ្ឋានសាសនាពិតណាស់ជីវិតរបស់មនុស្សនឹងជួបនៅសេចក្តីទុក្ខសង្គមនឹងជួបនូវភាពវិនាសដូច្នេះកត្តាស្មារតីដែលចូលលើបទដ្ឋានសាសនានេះពិតជាមានសារៈសំខាន់សម្រាប់ការរស់នៅរបស់ប្រជាជនប្រកបដោយភាពសុខសាន្តមិនតែប៉ុណ្ណោះការអប់រំត្រូវបានចាត់ទុកថាជាកត្តាកំណត់ដ៏សំខាន់នៃសុខុមាលភាពសេដ្ឋកិច្ចនិងជំរុញកំណើនសេដ្ឋកិច្ចជាក់ស្ដែងការអប់រំមានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ចតាមរយៈយន្តការចំនួន3ទី1គឺការអប់រំបង្កើតមូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបជាតិដែលជាកត្តាចាំបាច់សម្រាប់បង្កើនផលិតភាពពលកម្មនិងជំរុញកំណើនឆ្ពោះទៅកម្រិតថ្មីមួយទៀតទី2ការអប់រំបង្កើនសមត្ថភាពក្នុងការធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ចព្រមទាំងបង្កើនចំណេះដឹងសម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗនិងការវិវត្តផលិតផលថ្មីដើម្បីជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងទី3ការអប់រំជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា
និងចំណេះដឹងថ្មីទៀតដែលជាកត្តាទាំងនេះជួយបង្កើនផលិតភាពនិងការជំរុញសេដ្ឋកិច្ច ទន្ទឹមនោះដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ប្រកាន់យកនូវសីលធម៌គុណធម៌ដោយត្រូវជៀសវាងនូវមនោគមវិជ្ជាជ្រុលនិយមផ្សេងៗហើយត្រូវចេះជួយកែលម្អគ្នាទៅវិញទៅមកនៅពេលដែលឃើញសកម្មភាពណាមួយដែលហួសព្រំដែនដែលច្បាប់កំណត់ព្រោះថាការចូលរួមកសាងអំពើល្អនិងការជួយអប់រំសីលធម៌នៅក្នុងសង្គមមិនមែនជាសិទ្ធិនិងការទទួលខុសត្រូវផ្ដាច់មុខរបស់រាជរដ្ឋាភិបាលនោះទេយើងមិនចង់ប្រើប្រាស់ច្បាប់ទៅលើប្រជាពលរដ្ឋទេយើងចង់ឲ្យសង្គមឲ្យឪពុកម្ដាយឲ្យគ្នាយើងរួមគ្នាដើម្បីអប់រំគ្នាយើងឲ្យបានល្អនេះគឺជាកត្តាចីរភាពដែលសង្គមមួយសុខដុមនីយកម្មមិនទាន់តែប្រើច្បាប់ដើម្បីគ្របមនុស្សឲ្យនៅទេត្រូវតែគោរពគ្នាទៅវិញទៅមកទោះបីជាអត់មានច្បាប់ក៏នៅសាសនាពុទ្ធសាសនាអ៊ីស្លាមសាសនាគ្រិស្តនៅគោរពស្រឡាញ់គ្នាអត់កាប់ចាក់គ្នានេះដែលជានិរន្តរភាពនៃតម្លៃនិងការអប់រំចូលរួមគ្រប់គ្នាបាទបើមិនចឹងទេបើប្រធានសាសនាមេសាសនាមួយបំពាក់តែមនោគមវិជ្ជាជ្រុលប្រកាន់គ្នារត់ទៅធ្វើអីក៏ពិបាកតិចកាប់នៅនេះតិចកាប់នៅនោះប្រទេសខ្លះមានតិចឃើញតែកាប់គ្នារត់បញ្ជូនប៉ូលីសទៅតិចឃើញសងសឹកដាក់គ្រាប់បែកទៅពេលមិនអាចទេតែបើសិនជាប្រជាពលរដ្ឋយើងប្រកាន់ជំហរបែបនេះធ្វើអីខុសប្រជាពលរដ្ឋយើងចេញសារដើម្បីកែតម្រូវយើងឃើញឥឡូវអ្នកខ្លះជ្រុលគាត់ចង់បាន view ពេកគាត់ភ្លេចគាត់ធ្វើភ្លេចលាកខោអីចឹងទៅតែប្រជាពលរដ្ឋយើងច្រើនចេញមកដើម្បីអប់រំគាត់ក៏ថយទៅវិញតែកន្លែងខ្លះថយមិនបាទក្នុង10នាក់មានម្នាក់អីចឹងមិនថយបានយើងប្រើច្បាប់ក្រសួងកិច្ចការធារាអីទៅតែល្អណាស់ដែលប្រជាពលរដ្ឋយើងភាគច្រើនសង្គមយើងភាគច្រើននៅជួយគ្នាក្នុងការកែលម្អអ្នកដែលដើរខុសទីហើយនេះហើយគឺជាតម្លៃហើយហេតុអីបានជាសង្គមកែទៅបានន័យថាអ្នកទាំងអស់គ្នាផ្សេងទៀតរាប់លានអ្នកផ្សេងទៀតតម្លៃដែលយើងបានអប់រំដែលគ្រួសារអប់រំដែលសង្គមនៅឲ្យតម្លៃទៅលើសីលធម៌គុណធម៌របស់ខ្មែរយើងនេះគឺជាកត្តាជោគជ័យរបស់យើងហើយនេះគឺជាកត្តាដែលត្រូវយកចិត្តទុកដាក់រាជរដ្ឋាភិបាលជំរុញបន្ថែមទៀតហើយមិនមែនជាសិទ្ធិនឹងការទទួលខុសត្រូវផ្ដាច់មុខរបស់រាជរដ្ឋាភិបាលទេយើងស្វាគមន៍ទាំងអស់គ្រប់ទាំងអស់រួមទាំងការចូលរួមដោយស្វ័យជាការពិតណាស់ប្រសិនបើមិនមានសុខសន្តិភាពនោះទេសង្គមជាតិយើងប្រកាសជាមិនអាចអភិវឌ្ឍឈានឡើងដូចពេលបច្ចុប្បន្ននេះនោះទេការបាត់បង់សុខសន្តិភាពគឺស្មើនឹងបាត់បង់អ្វីៗទាំងអស់ដូច្នេះហើយទើបប្រមុខដឹកនាំកម្ពុជាតែងតែរំលឹកជារឿយៗអំពីគុណតម្លៃដ៏ចាំបាច់បំផុតនៃសុខសន្តិភាពពោលគឺសុខសន្តិភាពប្រៀបដូចជាខ្យល់ដកដង្ហើមដែលមនុស្សលោកត្រូវការជាចាំបាច់បំផុតបទពិសោធន៍កម្ពុជាធ្លាប់បានហែកឆ្លងកាត់រួចមកហើយពេលដែលរអិលធ្លាក់ក្នុងសង្គ្រាមគឺអ្វីៗត្រូវបានបំផ្លាញចោលទាំងអស់សូម្បីអាយុជីវិតរបស់ប្រជាជនក៏មិនអាចធានាបានដែរមានន័យថាសិទ្ធិនិងតម្រូវការគ្រប់យ៉ាងរបស់មនុស្សត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតជាមុនប្រសិនបើមិនមានសិទ្ធិនេះទេយើងមិនអាចទទួលបានសិទ្ធិផ្សេងទៀតឡើយហើយដើម្បីធានាបានសិទ្ធិរស់រានមានជីវិតដល់ប្រជាពលរដ្ឋបានរាជរដ្ឋាភិបាលមានតួនាទីថែរក្សាសុខសន្តិភាពឲ្យបានស្ថិតស្ថេរគង់វង្សទោះក្នុងតម្លៃណាក៏ដោយ